ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel គង្វាលជាមួយនឹង Playlist Survivor Podcast ហើយសាច់រឿងរបស់យើងថ្ងៃនេះគឺនិយាយអំពីដំណើរកម្សាន្តរបស់គ្រួសារមួយដែលពួកគេបានធ្វើដំណើរទៅកម្សាន្តនៅឆ្នេរសមុទ្រមួយកន្លែងក្នុងប្រទេសអូស្ត្រាលីហើយកំឡុងពេលការសប្បាយរបស់ពួកគេនឹងក៏បានคล้ายទៅជាសម្បត្តិអាក្រក់ភ្លាមៗនៅក្នុងយប់នោះផងដែរអញ្ចឹងឆ្លៀតឱកាសនេះមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអំពី Facebook Page សម្ភារៈជាងបន្តិចវាគឺជា Small Business Online របស់ខ្ញុំនៅក្នុង Page នេះខាងខ្ញុំមានលក់នៅសម្ភារៈជាងនិង Accessory ផ្សេងៗហើយឥឡូវខ្ញុំក៏មាន Promotion ពិសេសផងដែររាល់ការទិញចាប់ពី$15ឡើងទៅអ្នកនឹងទទួលបានសេវាកម្មដឹកជញ្ជូនដោយឥតថ្លៃតោះឥឡូវយើងចូលមកសាច់រឿងរបស់យើងទាំងអស់គ្នានៅចុងខែតុលាឆ្នាំ2004មានគ្រួសារចំនួន2គ្រួសារដោយគ្រួសារទី1មានលោកយាយអាយុ61ឆ្នាំម្នាក់មានឈ្មោះថា Alicia និងកូនប្រុសរបស់គាត់ម្នាក់មានឈ្មោះថា Jason ដែលមានអាយុ33ឆ្នាំហើយគ្រួសារទី2បរិសុទ្ធជាមេគ្រួសារមានឈ្មោះថា Andrew Kerr ដែលមានអាយុ34ឆ្នាំនិងប្រពន្ធរបស់គាត់មានឈ្មោះថា Diana ហើយគាត់ក៏មានកូនប្រុសរបស់គាត់ម្នាក់ដែរគឺមានឈ្មោះថា Kelly ដែលមានអាយុប្រហែលជា4ខែហើយទំនាក់ទំនងគ្រួសារទាំងពីរនេះគឺស្អិតរមួតមែនទែនដោយកូនប្រុសលោកយាយ Alicia ដែលមានឈ្មោះថា Jason ហ្នឹងគឺជាសម្លាញ់ចិត្តស្និទ្ធរបស់លោក Andrew ក្រុមគ្រួសារទាំងពីរនេះបានធ្វើដំណើរចេញពីទីក្រុងក្នុងថ្ងៃឈប់សម្រាករបស់ពួកគេដើម្បីទៅលំហែនៅ Cape York ដែលជាតំបន់មួយនៅក្នុងរដ្ឋ Queensland ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសអូស្ត្រាលីCape York គឺជាតំបន់ដែលមានអ្នកទេសចរទៅលេងច្រើនមែនទែនដោយនៅទីនោះសម្បូរទៅដោយកន្លែងធម្មជាតិជាច្រើនដែលមានទាំងទេសភាពព្រៃត្រូពិចសមុទ្រនិងជីវៈចម្រុះជាច្រើនប្រភេទជាពិសេស Cape York គឺជាកន្លែងសម្បូរទៅដោយប្រវត្តិសាស្ត្រដែលនិយាយទាក់ទងអំពីជនជាតិដើមនៅទីនោះហើយនៅពេលដែលពួកគេធ្វើដំណើរទៅដល់ទីនោះហើយពួកគេបានសម្រេចចិត្តថានឹងទៅបោះតង់នៅកន្លែងមួយដែលមានឈ្មោះថាឆ្នេរ Bathurst Bay ជាកន្លែងកម្សាន្តមួយដែលលោកយាយ Alicia ធ្លាប់មកជាមួយនឹងប្តីរបស់គាត់កាលពី6-7ឆ្នាំមុនហើយកន្លែងនេះគឺគេនិយមមែនទែនក្នុងការបោះតង់និងស្ទូចត្រីកម្សាន្តនៅទីនោះដោយសារតែទេសភាពនៅទីនោះគឺស្អាតនិងមិនសូវជាមានរលកខ្លាំងប៉ុន្តែទោះជាកត្តាទាំងលើនេះបានទាក់ទាញមនុស្សឲ្យទៅលេងច្រើនក៏ដោយក៏គេបានណែនាំអ្នកដែលទៅកម្សាន្តនៅទីនោះឲ្យប្រយ័ត្នចំពោះសត្វក្រពើទឹកប្រៃផងដែរដោយសារតែនៅទីនោះគឺមានករណីច្រើនពីការវាយប្រហារពីក្រពើទឹកប្រៃទៅលើអ្នកទេសចរនិងអ្នកនេសាទពិសេសគឺករណីមួយដែលល្បីនៅពេលនោះគឺការស្លាប់របស់អ្នកនេសាទម្នាក់ហើយសាកសពរបស់គាត់ត្រូវបានរកឃើញនៅក្នុងពោះសត្វក្រពើតែទោះជាយ៉ាងណាក៏ដោយកន្លែងនោះនៅតែមានមនុស្សទៅលេងចឹងហើយគឺទៅលេងច្រើនទៀតផងកត្តាដែលតាក់ទាញមនុស្សឲ្យទៅលេងហ្នឹងគឺដោយអ្វីដែលខ្ញុំនិយាយនៅខាងលើចឹងគឺកន្លែងហ្នឹងគឺមានទេសភាពស្អាតអូហើយផ្លេចមួយទៀតអ្នកទាំងអស់គ្នាចំណុចមួយទៀតគឺកន្លែងហ្នឹងគឺជាកន្លែងដែលអំណោយផលទៅដល់សត្វត្រីជាច្រើនប្រភេទមករស់នៅទីនោះផងដែរសម្រាប់អ្នកដែលចូលចិត្តការនេសាទអីហ្នឹងគឺគាត់ពេញចិត្តណាស់នៅកន្លែងហ្នឹងឥឡូវយើងបកមកដំណើរកម្សាន្តរបស់គ្រួសារទាំងពីរនេះវិញអញ្ចឹងនៅពេលដែលពួកគាត់បានមកដល់កន្លែងដែលកំណត់ឈប់សម្រាកហើយពួកគាត់បានយកតង់ចេញពីឡានរបស់គាត់មកដំឡើងរៀងៗខ្លួនបន្ទាប់មកពួកគេបានរៀបចំអាហារហូបជុំគ្នានិងនិយាយគ្នាលេងផងដែរហើយនៅពេលដែលពួកគេបានបញ្ចប់ការហូបអាហារនិងនិយាយជុំគ្នាហើយពួកគេបានចេញទៅសម្រាករៀងៗខ្លួននៅក្នុងតង់ដោយលោកយាយ Alicia និងកូនរបស់គាត់ Jason បានចូលគេងនៅក្នុងតង់របស់គាត់រៀងៗខ្លួនចំណែកឯគ្រួសារលោក Andrew គឺគាត់បានសម្រាកនៅក្នុងតង់ជាមួយនឹងប្រពន្ធកូនរបស់គាត់ដោយគាត់បានរៀបចំឲ្យកូនរបស់គាត់គេងនៅកណ្ដាលហើយរូតទ្វារតង់ឲ្យចំហនៅខាងលើបន្តិចទុកតែសំណាញ់មូសដើម្បីឲ្យមានខ្យល់ចេញចូលកាត់បន្ថយកម្ដៅនៅក្នុងតង់ហើយកំឡុងពេលយប់ដែលពួកគេកំពុងតែគេងសម្រាកហ្នឹងគឺមានសត្វក្រពើទឹកប្រៃដែលមានទំហំទៅដល់14 feet ស្មើនឹង4ម៉ែត្រវាបានហែលចេញពីទឹកមកយ៉ាងស្ងាត់បំផុតតម្រង់មកឆ្នេរកន្លែងបោះតង់លោក Andrew ចូលមកម៉ោង4ទៀបភ្លឺអ្នកស្រី Diana បានឮសំឡេងអ្វីមួយយ៉ាងនៅកំពត់ព្រៃក្បែរកន្លែងបោះតង់របស់គាត់ដំបូងគាត់មិនសូវជាមានអារម្មណ៍ភ័យខ្លាចនឹងសំឡេងនោះប៉ុន្មានទេដោយគាត់គិតក្នុងចិត្តថាវាអាចជាសំឡេងរបស់សត្វជូកព្រៃឬសត្វផ្សេងៗដែលចេញរកស៊ីនៅពេលយប់នៅជិតនោះតែអ្វីដែលសំខាន់សំឡេងនេះគឺធ្វើឲ្យគាត់កាន់តែភ័យខ្លាចនៅពេលដែលវាកាន់តែលឺទៅនិងកាន់តែគៀកចិត្តទៅជាមួយនឹងតង់របស់គាត់នៅពេលនោះអ្នកស្រី Diana ដឹងភ្លាមថាសំឡេងដែលគាត់បានឮនេះមិនមែនជាសំឡេងសត្វធម្មតានោះទេដូចនេះគាត់បានអើតមើលតាមសំណាញ់មូសពីក្នុងតង់ហើយនៅក្រោមពន្លឺព្រះច័ន្ទគាត់បានឃើញសត្វក្រពើមួយយ៉ាងធំដែលវានៅមិនឆ្ងាយពីតង់របស់គាត់ប៉ុន្មានទេឃើញហេតុការណ៍មិនសួរដូចនេះគាត់បានដាស់ប្តីរបស់គាត់គឺលោក Andrew ឲ្យងើបពីដំណេកយ៉ាងបន្ទាន់ហើយបាននិយាយខ្សឹបប្រាប់ប្តីរបស់គាត់ថាមានសត្វក្រពើដ៏ធំមួយក្បាលនៅខាងក្រៅតង់របស់ពួកគេពេលដែលអ្នកស្រី Diana និយាយហ្នឹងគឺគាត់មិនបានដឹងទេថាសត្វក្រពើគឺជាសត្វ Predator មួយដែលមានសមត្ថភាពពូកែក្នុងការស្ដាប់សំឡេងមិនថាតែសំឡេងនៅលើគោកឬក្នុងទឹកឡើយសូម្បីតែការរំញ័រក៏ក្រពើអាចដឹងពីទិសដៅរបស់ការរំញ័រនោះដែរអញ្ចឹងនៅពេលដែលពីរអ្នកប្តីប្រពន្ធហ្នឹងកំពុងតែនិយាយគ្នា
សត្វក្រពើនៅពេលនោះហាក់ដូចជាដឹងថាមានអាហារនៅខាងមុខរបស់វាបានហក់ចូលមកក្នុងតង់របស់គាត់ភ្លាមឃើញស្ដាយបែបនេះពីអ្នកប្តីប្រពន្ធនោះបានភ័យភ្លឹកមួយកន្លែងដោយកែវភ្នែករបស់ពួកគេបានសម្លឹងទៅមើលសត្វក្រពើនោះដោយមិនដាក់ភ្នែកឡើយមិនយូរប៉ុន្មានសត្វកំណាចនោះបានសម្រុកខំលោក Andrew ចំផ្នែកតកៀករបស់គាត់ហើយបានអូសគាត់ចេញមកខាងក្រៅសម្ដៅចូលទៅក្នុងទឹកដោយសេចក្តីឈឺចាប់ធ្វើឲ្យលោក Andrew ស្រែកជាខ្លាំងនៅពេលនោះក្នុងស្ថានភាពអាក្រក់បែបនេះលោក Andrew ព្យាយាមមើលខ្លួនរបស់គាត់ចេញពីមាត់សត្វក្រពើនោះតែគាត់ដឹងខ្លួនថាគាត់គ្មានអំណាចអាចប្រឆាំងជាមួយនឹងកម្លាំងរបស់សត្វកំណាចនេះឡើយក្នុងអារម្មណ៍របស់គាត់ពេលនេះគាត់ដឹងខ្លួនគាត់ថាគាត់កាន់តែខិតទៅជិតសេចក្តីស្លាប់ហើយគាត់បានងាកមកមើលនៅក្នុងតង់ឃើញប្រពន្ធរបស់គាត់កំពុងតែបីកូនប្រុសរបស់គាត់យំនៅក្នុងដៃហើយគាត់នៅពេលនោះក៏បានឮសំឡេងប្រពន្ធរបស់គាត់ស្រែកហៅឈ្មោះគាត់ទាំងក្តីឈឺចាប់ផងដែរហើយសំឡេងនិងការយំសែកនៅក្នុងយប់ដ៏ស្ងប់ស្ងាត់នេះបានធ្វើឲ្យឮទៅដល់អ្នកក្បែរនោះប៉ុន្តែអ្វីដែលសំខាន់ហ្នឹងកន្លែងហ្នឹងខ្ញុំអានទៅដូចវាអត់សូវសមដែរខាងអ្នកជួយសង្គ្រោះហ្នឹងក៏ទៅសួរអ្នកនៅចិត្តហ្នឹងដែរថាមិនពេលហ្នឹងក៏អ្នកនៅក្បែរហ្នឹងអត់ចេញមកជួយគាត់ហើយអ្វីដែលធ្វើហួសចិត្តហ្នឹងចម្លើយរបស់ពួកគេអ្នកនៅក្បែរហ្នឹងគាត់និយាយថាមិនអត់គាត់ថាពេលហ្នឹងគាត់ឮដែរតែគាត់គិតថាសំឡេងនិងការយំហ្នឹងគឺជាសំឡេងស្រែកដេញឆ្កែព្រៃឬជូកព្រៃនៅទីនោះអញ្ចឹងពួកគេអត់ចាប់អារម្មណ៍ទេគឺដោយសារតែនៅទីហ្នឹងភាគច្រើនគឺគេជួបករណីអាសត្វព្រៃអស់ហ្នឹងវាមកលួចអាហារក៏មកឆាវអ្នកសម្រាប់នៅហ្នឹងអញ្ចឹងទោះជាខ្ញុំមើលតាមរូបភាពទៅកន្លែងបោះតង់ហ្នឹងក៏មិនសូវជាចិត្តគ្នាប្រហែលក៏ដោយតែគាត់ថាវានៅតែអត់សមព្រោះយើងដឹងថាសំឡេងស្រែកនៃការវាយប្រហារក៏ការឈឺចាប់ហ្នឹងវាខុសគ្នាជាមួយនឹងសំឡេងស្រែកនៃការដេញសត្វអញ្ចឹងយើងចូលទៅសាច់រឿងយើងបន្តទៀតនៅពេលនោះលោកយាយ Alicia បានឮសំឡេងលោក Andrew ដែលជាមិត្តកូនរបស់គាត់ធ្វើឲ្យគាត់ស្ទុះស្ទាងើបចេញពីតង់ទាំងជើងទទេជាមួយនឹងសម្លៀកបំពាក់គេងយប់របស់គាត់ពេលនោះគាត់បានសេវាចាប់យកពិលមួយដើមដោយរត់យ៉ាងលឿនទៅកន្លែងដែលមានសម្លេងនោះភ្លាមនោះគាត់បានឃើញសត្វក្រពើទឹកប្រៃដែលមានប្រវែង4ម៉ែត្រកំពុងតែខាំលោក Andrew នៅក្នុងមាត់របស់វាហើយធ្វើដំណើរដើរចូលទៅក្នុងទឹកស្ថានភាពបែបនេះបើសម្រាប់មនុស្សខ្លះគឺប្រហែលជាឈរភ្លឹកឬស្រែកនៅពេលដែលជួបហេតុការណ៍ដ៏អាក្រក់បែបនេះប៉ុន្តែលោកយាយ Alicia វិញគឺគាត់មិនមែនបែបនេះឡើយគាត់បានរត់សម្ដៅទៅជិះពីលើសត្វក្រពើនោះទាំងដែលគាត់ពាក់អាវដេកយប់និងជើងទទេនឹងវាយប្រហារទៅលើសត្វក្រពើនោះដោយគាត់បានប្រើដៃរបស់គាត់ដល់ក្បាលសត្វក្រពើនោះជាច្រើនដៃនិងស្រែកឲ្យវាលែងលោក Andrew ចេញហើយគាត់បានបន្តវាយសត្វក្រពើនោះរហូតដល់វាលែងលោក Andrew ចេញពីមាត់របស់វាប៉ុន្តែរឿងទាំងអស់នេះគឺមិនទាន់ចប់ត្រឹមនឹងទេសត្វក្រពើនោះបានបកមកខាំលោកយាយ Alicia វិញហើយនៅពេលដែលស្ថានភាពកាន់តែវឹកវរខ្លាំងបែបនេះធ្វើឲ្យផ្អើលទៅដល់អ្នកបោះតង់នៅក្បែរនោះហើយពួកគេបានយករបស់អ្វីក៏ដោយដែលនៅជិតខ្លួនរបស់ពួកគេដូចជាដុំថ្មនិងដំបងមកវាយសត្វក្រពើនោះឲ្យលែងលោកយាយ Alicia តែសត្វកំណាចនោះមើលទៅដូចជាបានគុំនឹងលោកយាយដែលធ្វើឲ្យចំណីរបស់វាផុតពីមាត់របស់វាដូចនេះវាបានបន្តខាំដៃរបស់គាត់យ៉ាងជាប់អូសចូលទៅក្នុងទឹកដោយមិនខ្វល់ពីការរំខានរបស់អ្នកណាឡើយលុះមួយសន្ទុះក្រោយមក Jason ដែលជាកូនប្រុសរបស់លោកយាយ Alicia បានទាញកំភ្លើងមកបាញ់ចំកណ្ដាលក្បាលសត្វក្រពើនោះចំនួន2គ្រាប់ដោយធ្វើឲ្យវានៅទ្រឹងមួយកន្លែងប៉ុន្តែវាមិនបានងាប់ភ្លាមនោះទេវានៅតែបន្តព្យាយាមអូសម្ដាយរបស់គាត់ចូលទៅក្នុងទឹកឃើញដូចនេះលោក Jason គាត់ដឹងថាអ្វីដែលគាត់ត្រូវធ្វើបន្តទៀតនោះគឺគាត់បានទាញកំភ្លើងរបស់គាត់បាញ់វាចំនួន2គ្រាប់ទៀតហើយការបាញ់នេះគឺគាត់បាញ់យ៉ាងប្រុងប្រយ័ត្នបំផុតដោយខ្លាចត្រូវម្ដាយរបស់គាត់ចំណែកឯសត្វកំណាចនោះក្រោយពីត្រូវគ្រាប់កំភ្លើងចុងក្រោយនេះបានធ្វើឲ្យអំណាចរបស់វាចុះខ្សោយបន្តិចម្ដងរហូតតតែដាច់ដង្ហើមនៅពេលដែលហេតុការណ៍ទាំងនេះត្រូវបានបញ្ចប់មនុស្សនៅទីនោះបានប្រញាប់ប្រញាល់តាក់ទងទៅខាងអ្នកជួយសង្គ្រោះឲ្យបញ្ជូនយន្តហោះមកទីនេះដើម្បីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យហើយពេលទៅដល់មន្ទីរពេទ្យដុកទ័រនៅក្នុងមន្ទីរពេទ្យនោះក៏បានលាត់មាត់ថាវាពិតជារឿងអភូតហេតុមែនទែនដែលលោកយាយនៅក្នុងវ័យចំណាស់បែបនេះអាចមានជីវិតពីការវាយប្រហារពីសត្វកំណាចដ៏ធំនេះហើយលោកយាយ Alicia ត្រូវបានឆ្លងកាត់ការវះកាត់ជាច្រើនដងនិងចំណាយពេលជាយូរខែក្នុងការជាសះស្បើយហើយទោះបីជាការវាយប្រហារនេះបានមិនសល់សាកស្នាមនៅលើខ្លួនរបស់លោកយាយក៏គាត់មិនដែលស្ដាយក្រោយចំពោះការសម្រេចចិត្តរបស់គាត់ឡើយនៅគ្រប់ពេលដែលគេសួរគាត់អំពីភាពក្លាហានរបស់គាត់នោះគាត់តែងតែនិយាយតបទៅវិញថាអ្នកត្រូវធ្វើអ្វីដែលអ្នកត្រូវធ្វើមិនបាច់ចាំគិតពីវានោះទេអ្នកគ្រាន់តែបញ្ចេញសកម្មភាពតែប៉ុណ្ណោះហើយលោកយាយ Alicia ក៏បានប្រាប់ទៅគេដែរថាអតីតរបស់គាត់មិនមែនជាទាហានឬក៏អ្នក survival លីសអ្វីឡើយគាត់គ្រាន់តែជាស្ត្រីវ័យចំណាស់ម្នាក់តែប៉ុណ្ណោះហើយការគិតនឹងពាក្យសម្ដីរបស់គាត់ដែលគាត់និយាយចេញមកនេះគឺធ្វើឲ្យគាត់មានឆន្ទៈអាចតតាំងជាមួយនឹងសត្វដេរឆានដែលមានទំហំធំជាងគាត់រហូតដល់2ដងហើយសាច់រឿងនេះគឺមានតែប៉ុណ្ណេះឯងហើយវារៀងខ្លីបន្តិចតែវាបានបង្កប់នៃឲ្យមនុស្សយើងមានភាពក្លាហានតតាំងជាមួយនឹងបញ្ហានៅចំពោះមុខ
តែអ្វីដែលខ្ញុំគិតហ្នឹងពេលហ្នឹងក៏គាត់សំណាងដែរដោយសារតែកូនគាត់មានកំភ្លើងនៅតាមខ្លួនបើសិនជាពេលហ្នឹងអត់មានកំភ្លើងវិញប្រហែលជាគាត់អាចនឹងត្រូវក្រពើនឹងសម្លាប់គាត់ដែរតែក៏សរសើរទៅដល់ភាពក្លាហានរបស់យុវយាយដែរដោយសារតែគាត់នឹងមានអាយុទៅដល់61ឆ្នាំហើយគាត់អាចមានកម្លាំងទៅវាយជាមួយនឹងសត្វក្រពើអញ្ចឹងវាអស្ចារ្យមែនតើហើយខ្ញុំក៏សូមអធិស្ឋានអ្នកទាំងអស់គ្នាដែរដោយសារតែមួយរយៈនេះគឺវីដេអូគឺចេញរៀងឡែតបន្តិចដោយសារតែខ្ញុំមានភារកិច្ចច្រើនត្រូវធ្វើនិងការវល់ច្រើនសង្ឃឹមថាអ្នកទាំងអស់គ្នានៅជួយគាំទ្រការផលិតមាតិការបស់ខ្ញុំហើយសូមអរគុណទៅដល់អ្នកទាំងអស់គ្នាហើយជួបគ្នានៅវីដេអូបន្តៗវីដេអូនេះ sponsor ដោយ ALC បើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្វែងរកផលិតផលប្រើប្រាស់ឬសម្ភារៈជាងដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពនោះអ្នកទាំងអស់គ្នាអាចរកមើលបាននៅលើ Facebook Page របស់ ALC ឬក៏ search នៅលើ app L192 ដោយគ្រាន់តែវាយពាក្យ ALC លោកអ្នកនឹងអាចស្វែងរកបានទំនិញជាច្រើនប្រភេទ